ចាស់ផ្ទះភ្នំពេញក្រោមពេលអាវសន្តានឯកបាទឯកសន្តានអាវពណ៌ក្រហមខោក្រហមគណៈដែលកំពុងដេវ៉ាប្រើប្រាស់ឯកសន្តានអាវពណ៌សខោពណ៌សជំនួបនៅក្នុងដំណាក់កាលទី2សប្តាហ៍ទី24ច័ន្ទសនិតគឺជាអ្នកទាត់បាល់បញ្ចូលទីបានសម្រេចនៅនាទីទី2តាមរយៈការទាត់បាល់មួយជើងឆ្វេងនេះយ៉ាងល្អដែលជាការបង្កឲ្យមានរបួសដល់អ្នកចាំទីឈាមសំណាងទៅទៀតពីការសង្គ្រោះបាល់របស់ច័ន្ទសនិតក៏មានការសម្របមកវិញពីភ្នំពេញក្រោនម៉ាកេឡូតេលេសកន្លែងនេះស្ទើរតែអាចរកគ្រាប់បាល់តាមស្មើទៅហើយស្របពេលដែលMOIកំពុងដេវ៉ាក៏ព្យាយាមនៅក្នុងការរកគ្រាប់បាល់បន្ថែមមានឱកាសសម្រុកទៅវិញទៅមកស្របពេលដែល Maxim Preden ក៏ជួយសង្គ្រោះពីការបាទតែបបាល់បញ្ចូលទីរបស់ MOI កំពុងដេវ៉ាយ៉ាងណាក៏ដោយភ្នំពេញក្រោនមានឱកាសសម្រុកច្រើននៅក្នុងការប្រកួតនេះប៉ុន្តែការរកគ្រាប់បាល់គឺបានត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះស្របពេលដែល Moses Dyer បាទគឺជាអ្នកទាត់បាល់បញ្ចូលទីមួយគ្រាប់ឲ្យភ្នំពេញក្រោននៅក្នុងការតាមស្មើបាទនៅក្នុងវគ្គទី1ដែលយើងមកសេះចនមានឱកាសច្រើនមែនទែននៅក្នុងថ្ងៃនេះប៉ុន្តែឱកាសរបស់គេធ្វើមិនបានសម្រេចឡើយបាទនៅក្នុងការទាត់បាល់បាទមិនរាប់ទាំងការបាទទាត់បញ្ចូលទីមួយគ្រាប់នេះភ្នំពេញក្រោនមិនមានសំណាងនៅក្នុងការរកបន្ទុទេក្នុងដៃខ្លួនឯងស្របពេលដែលអៀមរតនាបាទព្យាយាមនៅក្នុងការទាត់ដែរក៏មិនបានសម្រេចហើយនេះគឺជាការរកគ្រាប់បាល់ទី2របស់ MOI កំពុងដេវ៉ាតាមរយៈការសហការគ្នាបានយ៉ាងល្អពីច័ន្ទសនិតAlisa Misael និងការបញ្ចប់ទីរបស់សានបូរ៉ាដែលជាការរកគ្រាប់បាល់3ពិន្ទុឲ្យ MOI កំពុងដេវ៉ានៅក្នុងសប្តាហ៍ទី24នេះការសហការគ្នាការទាត់បញ្ចូលទីបានយ៉ាងល្អស្របពេលដែលចុងម៉ោងក៏មានការបាត់សម្រុកជាបន្តបន្ទាប់ពី MOI កំពុងដេវ៉ាហើយការទាត់បាល់មិនបានសម្រេចពី Dyer Moses John គប់1 2ទាត់អូយសោកស្ដាយមែនទែនមកការសម្រុកច្រើនពីភ្នំពេញក្រោននៅក្នុងថ្ងៃនេះប៉ុន្តែអាចនិយាយបានថាមិនមានសំណាងទេ Lucas Arthur ក៏មានឱកាសទាត់នៅក្នុងចុងវគ្គទី1ហើយបាល់ហើរទៅខាងលើលោកកញ្ញាកណ្ដាលក៏ព្រមកញ្ចែបញ្ចប់ការប្រកួតវគ្គទី1តែម្ដងឈានចូលមកដល់ការប្រកួតវគ្គទី2ការបាល់ចេញពីជើងរបស់ភ្នំពេញក្រោនដាក់សម្ពាធក៏ដូចជាការរកគ្រាប់បាល់ខ្លាំងមែនទែនហើយក៏មិនមានឱកាសនៅក្នុងការរកគ្រាប់បាល់ទេពី MOI កំពុងដេវ៉ាយ៉ាងណាក៏ដោយភ្នំពេញក្រោនបាទគឺសម្រុកខ្លាំងមែនទែន Andre Neto ដែលទើបតែនឹងបដូរចូលក៏មានឱកាសទាត់ទៅលើទីស្របពេលដែលបាទអ៊ីមរតនាក៏មានឱកាសទាត់ឲ្យទាត់ទៀតបាទតាំងតែពីវគ្គទី1ហើយនេះគឺជាកន្លែងមាសមករបស់ Dyer Moses John ទប់ស្ដាំឆ្កឹះឆ្វេងមិនបានសម្រេចសោកស្ដាយខ្លាំងមែនទែនអ៊ីមរតនាក៏មានឱកាសនៅក្នុងការបាទទាត់ទៅលើទីសម្ដៅទីរបស់បាទកំពុងដេវ៉ាបាទ James David ក៏ទាត់មួយទៀតកើតពេជ្រក៏ទាត់ទៀតឡុងភិរិតក៏ទាត់ទៀតប៉ុន្តែទាត់មិនផុតដៃរបស់អ្នកចាំទី Wagner Augusto ឡើយចុងម៉ោងការសម្រុកក៏មិនបានសម្រេចគឺมันអាចមានគ្រាប់បាល់កាត់ឡើងលោកអញ្ញាកណ្ដាលក៏ផ្លុំកញ្ចែ